មួយ set up ហើយដល់ពេលអញ្ចឹងយើងមិនជាខ្វាយខ្វល់ច្រើនទេដោយសារតែយើងមកតន់ថងចំណុចហ្នឹងអញ្ចឹងយើងដាក់មួយទៅនេះជា manipulation short term low ទេអ្នកនរគ្នាបើវា continuation គឺ continuation high អូខេអញ្ចឹងអានេះគឺ manipulation អាចទទួលយកបាន process មួយនេះអូខេគឺវា run ខ្ញុំចូលអត់ទាន់បានលើអ្នកទាំងអស់គ្នាខ្ញុំចូលបាននៅត្រឹមពី breaker នេះទៅនេះបន្តិចមិញអញ្ចឹងយើង run ប៉ុណ្ណេះទៅគឺវាគ្រប់គ្រាន់ហើយអាស្រ័យ head point ដែលយើងយកពួកប្រភេទពួក breaker ឬក៏ត្រឹម BBR ហ្នឹងយើងអាច hold price នេះយើងអាច hold price បានណាអញ្ចឹងយើង expectation វាគឺ reclaim ជាមួយនឹង AVG នៅក្នុងក្រុមអូខេអញ្ចឹងតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាមើលទាំងអស់គ្នាទៅហើយ let enjoy អ្នកទាំងអស់គ្នាជាមួយ position របស់យើង reclaim AVG អូខេlet enjoy អ្នកទាំងអស់គ្នា let enjoy យូអូខេដូចអ្វីដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺវាដើរអូខេខ្ញុំនិយាយលេងទេដើរបែបម៉េចបានន័យថាគឺវាមកដល់ជាមួយនឹងគោលដៅរបស់យើងហើយអូខេអ្វីដែលយើងចង់reclaim នោះគឺ PDRA មួយនេះមានន័យថា AVG អញ្ចឹងនៅពេលណាដែលវាដល់ AVG ហើយគឺយើងបញ្ឈប់ក្នុងការ trade ទៅគឺវាមានតែប៉ុណ្្នឹងអូខេគឺ position គឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាវាអត់មានអីច្រើនទេសម្រាប់ការ trade បែបនេះគេហៅថា manipulation short term អូខេតោះនេះដែលវាអាស្រ័យ hard point ដោយសារតែខ្ញុំឃើញត្រង់ចំណុចនេះវាមានreconsolidate អញ្ចឹងនៅពេលណាដែលវា reconsolidate វាចេញពី reconsolidate គឺវាមក reclaim ជាមួយនឹង PDRA យល់ទេអូខេដូចត្រង់ចំណុចនេះអញ្ចឹងវាត្រូវយកហើយវាអត់យកទេវាត្រូវធ្វើម៉េចreconsolidate វា manipulation OTE វិញមួយសារទៀតទើបវាសម្រេចក្នុងការចុះអាហ្នឹងក៏អត់អីជាបញ្ហាដែរហើយការ confirm price អាចនិយាយបានថាមួយ order block ឬក៏មួយ BBR នេះគឺ confirm price អូខេតោះនេះអញ្ចឹងអ្វីដែលយើងចង់ reclaim គឺវាបានមកដល់គោលដៅហើយអញ្ចឹង position ហ្នឹងគឺបញ្ចប់ហើយអត់អីត្រូវមើលទៀតទេហើយថ្ងៃហ្នឹងខ្ញុំទៅតែបានមួយ position ហ្នឹងទេអ្នកនរគ្នាតាំងពីព្រឹកមកគឺខ្ញុំទៅតែបានមួយ position ហ្នឹងទេអូខេយ៉ាប់អញ្ចឹងដូចជាអត់មានអីច្រើនទេអ្នកនរគ្នាគឺមានតែប៉ុណ្្នឹងទេហើយជូនពរអ្នកនរគ្នាសំណាងល្អផងដែរបើសិនជាអ្នកនរគ្នាមិនទាន់បាន trade ទេ trade យប់ទៅអូខេសម្រាប់ខ្ញុំគឺចប់ហើយអូខេបាយបាយជួបគ្នានៅវីដេអូក្រោយអ្នកនរគ្នាបាយ